កម្មវិធីចាប់ត្រីរួមគ្នានៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបនេះធ្វើតាំងពីព្រឹកបងប្អូនអង្គភូមិខ្លះគាត់ចាប់បានត្រីគាត់ទៅផ្ទះវិញខ្លះហើយជិះមកតាមផ្លូវឃើញយកត្រីមកធំៗតែខាងនេះអត់ទាន់បានទៅដល់សោះកម្មវិធីចាប់ផ្ដើមតាំងពីម៉ោង 6 ព្រឹកហើយទៅដល់ម៉ោង 10 ហើយមិនទាន់គេទៅដល់អាំងត្រីឆ្អិនអស់ទៅបាត់ទៅដល់បងពូគាត់កំពុងតែអាំងត្រីល្មមមកដល់ម៉ោងជិត10ប៉ុន្តែអត់មានស្បើយមនុស្សទេច្រើនខ្លាំងមែនតើបើជិះមកតាមផ្លូវវិញនិយាយពីថា stay hoi stay ជិះកាត់ដប់កាត់ព្រៃកាត់វាស្រែកាត់ខ្សាច់នេះជាលើកទី1ដែលបានមកមើលកម្មវិធីចាប់ត្រីរួមគ្នាបែបបុរាណបែបនេះមកដល់ម៉ោង 10នៅតែមានបងអង្គភូមិដែលគាត់នៅតែចាប់ត្រីធម្មតាបើសិនជាមកពីព្រឹកមនុស្សច្រើនខ្លាំងយកតែមែនតើមានរថផងមានសណាញ់ផងបងរួមគ្នានិយាយពីថាសប្បាយកុំឲ្យគេថានៅក្នុងខេត្តសៀមរាបដែរប៉ុន្តែអត់បានមកមើលកម្មវិធីសប្បាយបែបតែក៏រឿងស្ដាយដែរចាំមើលកម្មវិធីលើក្រោយមកឲ្យបានពីព្រឹកនេះមើលសកម្មភាពពួកគាត់និយាយពីថាសប្បាយបើសិនជាបានចុះទៅចាប់គេអូយសប្បាយខ្លាំងបណ្ដោយព្រឹកនេះអាកាសធាតុល្អទៀតមកអត់មានថ្ងៃរាធ្វើឲ្យពួកគាត់ក្តៅខ្លាំងទេនិយាយថាអំណោយផលតែម្ដងបានត្រីអាំងធម្មជាតិបងដោយស្នាដៃខ្លួនឯងចេះជាវិជារសជាតិទៅដល់បងត្រីអត់បានដូចគេកុំខ្លាចអត់របស់ញ៉ាំអ៊ីគាត់លក់នៅនឹងច្រើនមែនតើរបស់ហូបមានសពគ្រប់បែបយ៉ាងទាំងអស់មានការប្រគំតន្ត្រីជាមួយនឹងការ sponsor ផ្សេងៗនៅនឹងទាំងអស់អញ្ចឹងបានទៅដល់មនុស្សច្រើនខ្លាំងទៅដល់អត់មានបានអីទេចាត្រឡប់មកផ្ទះវិញហើយដូចនិយាយខាងដើមកុំឲ្យថានៅសៀមរាបអត់បានមកយើងបានមកឃើញទស្សនវិជ្ជាបែបហ្នឹងវា relax មួយយ៉ាងដែរនេះនោះគ្នាលីស្នាញ់មកវិញហើយស្នាញ់ហ្នឹងអត់មានប្រឡាក់ទឹកដាក់បន្តិចទេណាបានអីនឹងប្រឡាក់ទឹកបើទៅលឹងថ្ងៃត្រង់បើបានទៅពីព្រលឹមមានអីបានបងនឹងគេបានត្រីតែកំពុងតែជិះមកតាមផ្លូវអត់តន់ដល់ហ្នឹងឃើញអ៊ំគាត់ត្រឡប់ទៅវិញយកត្រីធំ